iPhone គេមានកន្លែងធ្វើឲ្យយើងលាក់ app អញ្ចឹងវីដេអូនេះសម្រាប់តែអ្នកមានសង្សារច្រើនណាអ្នកមានសង្សារតិចតិចដូចខ្ញុំអីមិនបាច់មើលទេអូសម្លងហើយអញ្ចឹងចង់ដឹងថាគេលាក់មិននេះម្នេះមកបងប្អូនអរគ្នាឧទាហរណ៍ថាបើសិនជាយើងចង់លាក់ app Messenger កន្លែងនេះបងប្អូនគ្រាន់តែចុចឲ្យជាប់មកចុចឲ្យជាប់មកបងប្អូនជ្រើសរើសពាក្យ require face ID អញ្ចឹងបានតែម្ចាស់ហើយណាអញ្ចឹងខ្ញុំចុចអាហ្នឹងវានឹង scan មុខយើងយើងចុចអាហ្នឹងមកនេះកដាលបងប្អូនលាក់ហើយនឹងដាក់ scan មុខនេះនៅពេលដែល scan មុខហើយយើងចុចអានេះមកវានឹងបាត់អាហ្នឹងហើយអញ្ចឹងសួរថាបាត់គេផ្ញើមកចូលអត់នៅតែចូលអញ្ចឹងហើយឥឡូវយើងចង់ទៅមើលវិញតើយើងទៅមើលនៅកន្លែងណាបងប្អូនអូសមកគៀនបំផុតគេហៅកន្លែង app library វាមានកន្លែងក្រោមនេះ hidden app អញ្ចឹងបើសិនជាយើងជាម្ចាស់ចង់មើលអាហ្នឹងគ្រាន់តែចុចអាហ្នឹងមកវានឹង scan មុខវានឹងចេញមកកន្លែងហ្នឹងវិញហើយអញ្ចឹងយើងចូលមកបានអញ្ចឹងពេលយើងចេញមកបាត់ទៀតហើយអញ្ចឹងសួរថាឥឡូវចង់យកអាហ្នឹងចេញមកវិញធ្វើម៉េចបងប្អូនចុចអាហ្នឹងមកវា scan ហើយអញ្ចឹងបងប្អូនត្រូវចុចលើនឹងឲ្យជាប់ដើម្បីយកវាចេញមកវិញណាបងប្អូនអរគ្នាចុចអាហ្នឹងឲ្យជាប់ don't require face ID វានឹង scan មួយសារទៀត scan មកវិញមកគឺនឹងវានឹងចេញមកក្រៅវិញហើយអញ្ចឹងចេញមកក្រៅវិញក៏អត់ទាន់ឃើញដែរអញ្ចឹងរកនៅណានេះបងប្អូនចុចអានេះមកបើបងប្អូនរកអត់ឃើញណាចូល app library ដែលបងប្អូនវាយ Messenger ដែលយើងចង់យកចេញមកវិញចុចវាឲ្យជាប់ហើយទាញវាមកក្រៅប៉ុណ្ណេះមកចេញមកវិញជាការស្រេច